តាបងថ្ងៃនេះមករៀនធ្វើមុខម្ហូបថ្មីជាមួយនឹងខ្ញុំទាំងអស់គ្នាហើយមុខម្ហូបថ្មីនេះដែរមានឈ្មោះថាស្ងោរជ្រក់ជើងជ្រូកបងអញ្ចឹងបន្តិចទៀតនេះខ្ញុំនឹងបង្ហាញបងពីរបៀបធ្វើក៏ដូចជាគ្រឿងផ្សំចំណែកគ្រឿងផ្សំនេះងាយមែនតើបងគឺខ្ញុំប្រើគល់ស្លឹកគ្រៃខ្ទឹមសស្លឹកក្រូចសើចផ្សិតចំបើងខ្ទឹមបារាំងជីសម្រាប់ស្ងោរជ្រក់ហើយក៏ដូចជាក្រូចឆ្មាបងហើយអាចចំណែកឯជើងជ្រូករបស់ខ្ញុំវិញគឺខ្ញុំបានយកវាទៅស្រស់ហើយបងប៉ុន្តែដោយសារតែខ្ញុំវាមានជើងមាន់ទៅខ្ញុំក៏បានលាយជើងមាន់ខ្លះយើងស្ងោរទៅរត់តែឆ្ងាញ់បងអញ្ចឹងខ្ញុំនឹងបង្ហាញបងពីរបៀបស្រស់ជើងជ្រូកបងអញ្ចឹងយើងដាំទឹកឲ្យពុះដាក់គល់ស្លឹកគ្រៃស្លឹកក្រូចសើចដាក់អំបិលបន្តិចហើយយើងចាក់ជើងមាន់និងជើងជ្រូកយើងចូលបន្ទាប់មកយើងទុកពីរយៈពេល10នាទីអញ្ចឹងវាបាន10នាទីហើយបងធ្វើការស្រង់វាចេញណាហើយយើងអាចត្រាំជាមួយទឹកកកឲ្យវាកាន់តែស្រួយអញ្ចឹងឥឡូវខ្ញុំនឹងបង្ហាញបងពីរបៀបស្លរបស់យើងគឺយើងដាំទឹកកពុះហើយបងគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមសហើយនឹងម្ទេសចូលទៅបន្ទាប់មកយើងធ្វើការចាក់ជើងមាន់និងជើងជ្រូកដែលយើងបានស្រស់ហើយនឹងចាក់ចូលជាមួយនឹងគ្នាហើយយើងទុកវាឲ្យពុះបន្ទាប់មកខ្ញុំបន្ថែមគ្រឿងទេសរបស់យើងមានដូចជាអំបិលបន្តិចស្ករសបន្តិចប៊ីចេងបន្តិចម្សៅរ៉ូឌីបន្តិចហើយខ្ញុំរំងាស់ជើងជ្រូកនិងជើងមាន់របស់យើងរយៈពេល20នាទីបន្ថែមព្រោះយើងស្រស់បាន10នាទីហើយយើងរំងាស់20នាទីទៀតដើម្បីឲ្យជើងជ្រូករបស់យើងវាផុយល្អបងចឹងនៅពេលដែល20នាទីបានមកដល់បងយើងភ្លក់មើលទៅបើសិនជាគ្រឿងទេសរបស់យើងវាល្មមហើយយើងមិនថែមអីទៀតទេប៉ុន្តែបើសិនជាបងចូលចិត្តគ្រឿងទេសដិតជាងហ្នឹងបងអាចថែមលើសនឹងបានហើយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងខ្ទឹមបារាំងផ្សិតចំបើងហើយខ្ញុំទុកវាពុះនៅពេលដែលបន្លែរបស់យើងវាបានពុះសាប់ល្អហើយបងធ្វើការបាត់ភ្លើងទៅវាឆ្អិនរួចជាស្រេចហើយបន្ទាប់មកខ្ញុំធ្វើការដួសដាក់ចានអញ្ចឹងបងជើងមាន់និងជើងជ្រូករបស់យើងនៅពេលដែលយើងស្រស់វាបានល្អទឹកស្លគឺវាថ្លាបែបនេះហើយខ្ញុំដាក់បន្ថែមជាមួយនឹងជីស្ងោរជ្រូករបស់យើងហ្នឹងហើយម្ទេសហ្នឹងបន្ទាប់មកទៀតជាចុងក្រោយខ្ញុំដាក់ជាមួយនឹងក្រូចឆ្មានេះបងអាចប្រើតិចឬច្រើនទៅតាមចំណែកចំណូលចិត្តបងបានណាហើយសម្លរបស់យើងគឺឃើញថារួចរាល់ហើយបងអរគុណ